ជំរាបសួរគ្រូថ្ងៃហ្នឹងខ្ញុំមកធ្វើតាក់ទងពី grade shortcut មក control operator អញ្ចឹងឥឡូវខ្ញុំកើតវាបានហើយអញ្ចឹងដំបូងបងសូវាចូលទៅ vim.bus rc នេះគឺជា command ដែលខ្ញុំកើតមុនហ្នឹងការ shortcut មុនហ្នឹងអញ្ចឹងឥឡូវខ្ញុំចេញពីហ្នឹងខ្ញុំញ៉ាំចុច2 wq ខ្ញុំវាយ av វាយឈ្មោះខ្ញុំនេះចឹងលោតមកចឹងយើងវាយនៅតែវាដែរយើងវាយអីលោតមកហើយ command ដែលកើតអស់ហ្នឹងមានដូចជាដំបូងខ្ញុំចូលទៅ vim នេះហើយចូលទៅ vim នេះហើយខ្ញុំវាយ alias វាយ alias ហើយវាយឈ្មោះខ្ញុំហើយ copy command នេះដាក់ចូលមកបន្ទាប់មកយើង save វាចេញមកក្រៅហើយបើយើងប្រើ code source .rc ហ្នឹងដើម្បី execute វាដែរអញ្ចឹងឥឡូវកូដរបស់ខ្ញុំដំណើរការ vim ដកចុច bus rc នេះចឹងដូចខ្ញុំបានអញ្ចឹងកូដរបស់ខ្ញុំនៅប៉ុណ្្នឹងទេអរគុណលោកគ្រូដែលបាន